បងប្អូនធ្លាប់មានអារម្មណ៍ថាគិតថាខ្លួនឯងធ្វើខុសច្រើនខ្លួនឯងអត់សូវល្អគិតថាខ្លួនឯងតូចទាបហើយគិតថាធ្វើរឿងដែលព្រះអង្គអត់សុបហាតីជាច្រើនហើយអត់សូវចង់ចូលទៅបែបព្រះអង្គអត់ហ៊ានទាំងបើកកាពីអានអត់ហ៊ានទាំងរៀបចំពេលវេលាក្នុងការអធិដ្ឋានអត់ហ៊ានក្នុងការដែលទៅស្និទ្ធស្នាលជាមួយព្រះអង្គគិតថាខ្លួនឯងនឹងអត់ស័ក្តិសមអត់ចង់ចូលទៅទាំងបែបហ្នឹងទេគិតថាព្រះអង្គអត់ទទួលខ្ញុំទេខ្ញុំមានបាបច្រើនណាស់ខ្ញុំធ្វើខុសច្រើនខ្ញុំបានភ្លេចព្រះអង្គច្រើនភ្លេចស្វែងរកព្រះអង្គហើយទៅអត់ហ៊ានចាប់ផ្ដើមតំណែងតំណងជាមួយព្រះអង្គឡើងវិញតែយើងត្រូវដឹងថាព្រះអង្គមិនមែនដូចជាមនុស្សដែលតែងតែប្រែប្រួលក្តីស្រឡាញ់របស់ព្រះអង្គមិនមែនដូចមនុស្សយើងទេអង្គជាព្រះដែលជាទួលនៃសេចក្តីស្រឡាញ់របស់ព្រះអង្គពិតប្រាកដហើយមិនប្រែប្រួលបើយើងគិតថាយើងមានបាបយើងអត់ស័ក្តិសមទៅស្និទ្ធជាមួយនឹងព្រះអង្គទេតែយើងមានបានសួរព្រះអង្គវិញអត់ថាព្រះអង្គមើលមកយើងស័ក្តិសមឬអត់យើងមានបានគិតដល់ចំណុចមួយថាព្រះអង្គបានជួយយើងដោយសារតែយើងជាប់មានបាបអង្គបានស្រឡាញ់យើងគឺក្នុងពេលដែលយើងកំពុងជាប់មានបាបព្រះអង្គអត់បានស្រឡាញ់យើងដោយសារតែយើងធ្វើល្អដោយសារតែយើងធ្វើត្រូវរឿងជាច្រើនទេទោះយើងជាមនុស្សបែបណាតាំងពីពេលដែលយើងមិនទាន់ស្គាល់ព្រះអង្គមកម្ល៉េះទាំងដែលយើងកំពុងតាស្អប់ព្រះអង្គជេរប្រមាថព្រះអង្គឬកំឡុងពេលដែលយើងបានស្គាល់ព្រះអង្គហើយយើងស្រឡាញ់ព្រះអង្គក៏ក្តីស្រឡាញ់របស់ព្រះអង្គនៅតែមានចំពោះយើងដដែលព្រះអង្គអត់បានខ្វល់ថាយើងជាមនុស្សបែបណាយើងស័ក្តិសមឬក៏យើងមិនស័ក្តិសមប៉ុន្តែគឺព្រះអង្គនៅតែស្រឡាញ់យើងជានិច្ចហើយជារៀងរហូតជារៀងដរាបឥតប្រែប្រួលនេះគឺជាសេចក្តីស្រឡាញ់ដ៏ពិតដែលព្រះយេស៊ូវគ្រីស្ទបានមានសម្រាប់មនុស្សទាំងអស់សូមឲ្យយើងបានជឿជាក់ហើយនឹងមានភាពកក់ក្ដៅនៅក្នុងសេចក្តីស្រឡាញ់ដ៏ពិតរបស់ទ្រង់មិនមែនដូចជាមនុស្សដែលតែងតែប្រែប្រួលដែលតែងតែផ្លាស់ប្ដូរទេទោះបីមេឃរលំភ្នំរលាយទោះបីមានអំណាចខ្លាំងក្លាយ៉ាងណាក៏អត់អាចបង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ទ្រង់បានដែរអញ្ចឹងឲ្យយើងបានក្លាហានទោះយើងមានអារម្មណ៍ថាយើងឆ្ងាយពីព្រះអង្គយើងអត់សូវស្និទ្ធព្រះអង្គដូចមុនយើងកំពុងតែជាប់ទាំងយើងកំពុងតែធ្វើខុសប៉ុន្តែកុំឲ្យយើងបាននៅតែបន្តឃ្លាតឆ្ងាយពីព្រះអង្គដដែលអីឲ្យយើងខំរត់មករកព្រះអង្គវិញមកព្រះអង្គអត់បន្ទោសយើងទេព្រះអង្គប្រៀបដូចជាឪពុកដែលកំពុងតែរង់ចាំកូនពៅត្រឡប់មកវិញព្រះអង្គអត់បានស្អប់ខ្ពើមរូបរាងដែលកូនពៅប្រឡាក់បាយជ្រូកប្រឡាក់អាចជ្រូកនឹងឪពុកអត់បានស្អប់ខ្ពើមទេថែមទាំងអោបកូនដោយក្តីនឹករលឹកហើយត្រៀមនៅសម្លៀកបំពាក់ដ៏ល្អសម្រាប់កូនពៅទៀតពុកនៅតែទទួលកូនពៅដូចដើមអញ្ចឹងព្រះអង្គសេចក្តីស្រឡាញ់ព្រះអង្គគឺបែបដូច្នោះឯងបងប្អូនមនុស្សណាដែលមិនធ្លាប់ធ្វើខុសមនុស្សណាដែលមិនធ្លាប់ភ្លេចព្រះមនុស្សណាដែលមិនធ្លាប់នៅឆ្ងាយពីព្រះប៉ុន្តែតើយើងហ៊ានដើរត្រឡប់ក្រោយដូចជាកូនពៅបកមករកព្រះអង្គវិញដែរឬខ្ញុំចង់លើកទឹកចិត្តបងប្អូនថាបកមករកព្រះអង្គវិញគឺមានតែព្រះអង្គតែមួយគត់ផ្លូវព្រះអង្គតែមួយគត់ដែលអាចជួយយើងបានហើយមានតែសេចក្តីស្រឡាញ់របស់ព្រះអង្គតែមួយគត់ដែលស្ថិតស្ថេរហើយនៅរង់ចាំយើងពិតប្រាកដយើងត្រឡប់មកវិញព្រះអង្គទទួលដោយអំណរហើយព្រះអង្គនឹងជម្រះយើងឲ្យស្អាតពីគ្រប់ទាំងបាបគ្រប់ទាំងភាពខ្មៅងងឹតរបស់យើងពីគ្រប់ទាំងក្លិនមិនល្អដែលជាប់សម្លៀកបំពាក់របស់យើងជាប់រាងកាយរបស់យើងព្រះអង្គនឹងសម្អាតឡើងស្អាតហើយព្រះអង្គនឹងយើងនៅតែជាកូនហើយនឹងឪពុកដដែលគ្មានអ្វីអាចកាត់ផ្ដាច់ទំនាក់ទំនងមួយនេះបានទេគ្រាន់តែភាពស្និទ្ធស្នាលប្រែប្រួលពេលដែលយើងទៅឆ្ងាយយើងអត់បានបកមករកព្រះអង្គវិញភាពស្និទ្ធស្នាលប្រែប្រួលប៉ុន្តែឲ្យយើងដឹងថាទំនាក់ទំនងដែលយើងមានរវាងឪពុកនិងកូនអត់ដាច់ទៅណាទេបងប្អូនកាត់ទឹកមើលដាច់អត់កាត់អត់ដាច់ទេកាត់ទឹកមិនដាច់កាត់សាច់មិនបានទំនាក់ទំនងយើងជាមួយនឹងព្រះអង្គកាត់អត់បានទេហើយបើព្រះអង្គស្រឡាញ់យើងទាំងពេលដែលយើងកំពុងតែធ្វើខុសស្រឡាញ់យើងទាំងដែលយើងកំពុងតែជាប់មានបាបចុះសួរថាគ្រាន់តែយើងធ្លាក់ចុះជាប់ទាំងក្នុងសេចក្តីល្បួងឆ្ងាយព្រះអង្គហេតុអីយើងអត់ហ៊ានមករកព្រះអង្គវិញបើព្រះអង្គស្រឡាញ់យើងជាយើងបាត់ទៅហើយនឹង
នៅពេលដែលយើងបកមករកព្រះអង្គវិញគ្រាន់តែឲ្យយើងបានចងចាំពីព្រះគុណការលះបង់និងសេចក្តីស្រឡាញ់របស់ព្រះអង្គទៅបានហើយតបមកយើងផ្លាស់ប្ដូរអ្វីដែលយើងធ្លាប់ធ្វើដាក់ព្រះអង្គឲ្យព្រះអង្គខកចិត្តឲ្យព្រះអង្គព្រួយព្រះハរតីទាំងប៉ុន្មានហ្នឹងនៅពេលដែលយើងបកមករកព្រះអង្គវិញដោយដឹងថាព្រះអង្គនៅតែស្រឡាញ់យើងដដែលហ្នឹងឲ្យយើងគ្រាន់តែបកមកជាមួយនឹងចិត្តដែលបន្ទាបចុះចិត្តដែលដឹងគុណព្រះអង្គចិត្តដែលចង់ផ្លាស់ប្រែពីអំពើទាំងឡាយដែលយើងអត់ចង់ធ្វើឲ្យព្រះអង្គខកព្រះតីហ្នឹងទៅបានហើយគឺគេហៅថាចិត្តដែលផ្លាស់ប្រែនៅពេលដែលយើងបកមករកទ្រង់វិញអញ្ចឹងនៅក្នុងសេចក្តីបញ្ចប់អ្វីដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនគឺនៅក្នុងព្រះគម្ពីររ៉ូមជំពូក5ខ8តែឯព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នានោះគឺក្នុងការដែលយើងនៅមានបាបនៅឡើយផងព្រះគម្ពីររ៉ូមជំពូក5ខ8សេចក្តីស្រឡាញ់របស់ព្រះអង្គគឺព្រះអង្គបង្ហាញច្បាស់មែនទែនគឺព្រះអង្គសុគតព្រះអង្គបដូរជីវិតបងប្អូនជីវិតនៅណាក៏គេស្រឡាញ់ជីវិតដែរប៉ុន្តែព្រះអង្គតែមួយដែលហ៊ានបដូរជីវិតជំនួសយើងជំនួសបាបរបស់យើងអញ្ចឹងបញ្ជាក់ថាសេចក្តីស្រឡាញ់របស់ព្រះអង្គស្រឡាញ់យើងគឺក្នុងការដែលយើងនៅមានបាបអញ្ចឹងកុំឲ្យបងប្អូនភ័យខ្លាចព្រួយបារម្ភក្នុងការដែលចូលមករកព្រះអង្គវិញឲ្យដឹងថាព្រះអង្គស្រឡាញ់បងប្អូនជានិច្ចជានិរន្តរ៍ឥតប្រែប្រួល